ตาពិភពលោកនេះនឹងវិលមករកភាពស្ងប់សុខវិញហើយឬយ៉ាងណាហើយសេដ្ឋកិច្ចរបស់ពិភពលោកនឹងស្ទុះឡើងក្នុងរយៈពេលដ៏ខ្លីនេះឬក្រោយអាមេរិកនិងអ៊ីរ៉ង់បានចរចាបញ្ចប់សង្គ្រាមគ្នាក្នុងលក្ខខណ្ឌ14ចំណុចនេះអរលោកស្រីអ្នកនាងកញ្ញាអ្នកតាមដានទស្សនា Channel YouTube កុំភ្លេចជួយ Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗចំណុចទី1សហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងសង្គ្រាមបច្ចុប្បន្នបានចុះហត្ថលេខាលើ MOU នេះដើម្បីប្រកាសអំពីការបញ្ចប់បន្ទាន់និងជាអចិន្ត្រៃយ៍នៅរដ្ឋប្រតិបត្តិការយោធានៅគ្រប់សមរភូមិព្រមទាំងនៅក្នុងប្រទេសលីបង់ផងដែរហើយចាប់ពីពេលនេះតទៅត្រូវសន្យាថានឹងមិនចាប់ផ្ដើមសង្គ្រាមឬប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងគ្នាទៅវិញទៅមកនោះឡើយព្រមទាំងជៀសវាងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងគ្នាហើយធានាឲ្យបាននូវបូរណភាពទឹកដីនិងអធិបតេយ្យភាពប្រទេសលីបង់កិច្ចព្រមព្រៀងចុងក្រោយនឹងការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នៅគ្រប់សមរភូមិរួមទាំងប្រទេសលីបង់និងបទបញ្ញត្តិផ្សេងទៀតនៃកថាខាងនេះទី2សហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់សន្យាថានឹងគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមកហើយជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាផងដែរទី3សហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បដិញ្ញាចិត្តក្នុងការចរចានិងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេលយ៉ាងយូរ60ថ្ងៃដែលជាពេលពន្យាអាចក្នុងការយល់ព្រមពីភាគីទាំងសងខាងទី4ភ្លាមបន្ទាប់ពីចុះហត្ថលេខា MOU នេះសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមដកការបិទគប់ផ្លូវទឹកនិងរាល់ការរំខានឬឧបសគ្គនានាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ហើយនឹងបញ្ចប់ការបិទគប់ផ្លូវទឹកទាំងស្រុងក្នុងរយៈពេល30ថ្ងៃក្នុងកំឡុងពេលនេះការធ្វើចរាចរណ៍របស់នាវានឹងស្ដារឡើងវិញដោយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឲ្យសមាមាត្រទៅនឹងចំនួនចរាចរណ៍កាលពីមុនពេលសង្គ្រាមខាងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងរយៈពេល30ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះក្រោយត្រូវបានសម្រេចក្រោយចុះហត្ថលេខា MOU នេះហើយសាធារណរដ្ឋអ៊ីស្លាមនឹងចាត់ចែងដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្មដោយមិនគិតថ្លៃក្នុងរយៈពេលត្រឹមតែ60ថ្ងៃប៉ុណ្ណោះចាប់ពីឈូងសមុទ្រយ៉ាទៅដល់សមុទ្រអូម៉ង់ចរាចរណ៍របស់កប៉ាល់ពាណិជ្ជកម្មនឹងចាប់ផ្ដើមភ្លាមហើយដោយពិចារណាលើតម្រូវការក្នុងការលុបបំបាត់ឧបសគ្គផ្នែកបច្ចេកទេសនិងយោធាខណៈដែលការបោសសម្អាតមីនដោយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងត្រូវអនុវត្តក្នុងរយៈពេល30ថ្ងៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងធ្វើកិច្ចសន្ទនាជាមួយស្ដេចស៊ូតង់នៃប្រទេសអូម៉ង់ដើម្បីកំណត់អំពីការគ្រប់គ្រងនិងសេវាដែនសមុទ្រនាពេលអនាគតនៃច្រកហូម៉ូសដោយមានការពិភាក្សាជាមួយនឹងរដ្ឋជាប់ឆ្នេរឈូងសមុទ្រផ្សេងទៀតឲ្យស្របទៅតាមច្បាប់អន្តរជាតិជាធរមាននិងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋជាប់ឆ្នេរនៃច្រកសមុទ្រហូម៉ូសទី6សហរដ្ឋអាមេរិកសន្យាជាមួយនឹងដៃគូតំបន់ក្នុងការបង្កើនផែនការច្បាស់លាស់និងមានឯកភាពគ្នាទៅវិញទៅមកជាមួយនឹងកញ្ចប់ថវិកាយ៉ាងហោចណាស់$300,000 លានអាមេរិកសម្រាប់ការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចនៃសាធារណរដ្ឋអ៊ីរ៉ង់យន្តការសម្រាប់ការអនុវត្តផែនការនេះនឹងត្រូវសម្រេចជាស្ថាពរដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងខាងក្រៅចុងក្រោយក្នុងរយៈពេល60ថ្ងៃរាល់អាជ្ញាប័ណ្ណនៃការលើកលែងការអនុញ្ញាតនានាចាំបាច់សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធទៅនឹងការផ្ដល់ដោយសហរដ្ឋអាមេរិក7សហរដ្ឋអាមេរិកសន្យាបញ្ចប់រាល់ទម្រង់នៃទណ្ឌកម្មទាំងអស់ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់រួមទាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅកាត់ថា UNESCO
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនិងភ្នាក់ងារធម្មពលអាតូមិកអន្តរជាតិនិងរាល់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកទាំងទណ្ឌកម្មចម្បងនិងទណ្ឌកម្មបន្ទាប់បន្សំទៅតាមកាលវិភាគដែលព្រមព្រៀងគ្នាជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយទី8សាធារណរដ្ឋអ៊ីស្លាមបញ្ជាក់ជាថ្មីថាខ្លួននឹងមិនស្វែងរកឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមព្រមព្រៀងគ្នាដោះស្រាយចាត់ចែងសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចដែលបានរក្សាទុកស្របតាមយន្តការមួយដែលនឹងត្រូវយល់ព្រមគ្នាទៅតាមការវិភាគដែលបានរៀបរាប់នៅក្នុងលក្ខខណ្ឌទី7ដោយយ៉ាងហោចណាស់ត្រូវប្រើវិធីសាស្ត្រកាត់បន្ថយកំហាប់និងកន្លែងក្រោយត្រួតពិនិត្យរបស់ IAEA ទី9កំឡុងពេលរងចាំកិច្ចព្រមព្រៀងចុងក្រោយសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ព្រមរក្សាស្ថានភាពដដែលទី9កំឡុងពេលកិច្ចព្រមព្រៀងចុងក្រោយសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ព្រមរក្សាស្ថានភាពដដែលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងរក្សាស្ថានភាពបច្ចុប្បន្ននៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនហើយសហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មថ្មីណាមួយឡើយព្រមទាំងមិនព្រមពង្រាយកងកម្លាំងបន្ថែមនោះទេទី10សហរដ្ឋអាមេរិកសន្យាថាភ្លាមបន្ទាប់ពីចុះហត្ថលេខា MOU នោះរហូតដល់ទណ្ឌកម្មត្រូវបានបញ្ចប់ក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចេញលិខិតលើកលែងសម្រាប់ការនាំចេញប្រេងឆៅប្រេងកាតនិងផលិតផលចម្រាញ់ប្រេងកាតរបស់អ៊ីរ៉ង់ព្រមទាំងសេវាពាក់ព័ន្ធទាំងអស់រួមមានប្រតិបត្តិការធនាគារធានារ៉ាប់រងនិងការដឹកជញ្ជូនជាដើមទី11សហរដ្ឋអាមេរិកសន្យាបើកផ្ដល់ឲ្យប្រើប្រាស់ទាំងស្រុងនៅមូលនិធិនិងទ្រព្យសម្បត្តិដែលត្រូវបានបង្កក់ឬរឹតបន្តឹងរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្រោយការអនុវត្ត MOU នេះសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងព្រមព្រៀងគ្នាលើនីតិវិធីពាក់ព័ន្ធទៅនឹងការដោះលែងមូលនិធិទាំងនេះក្នុងកំឡុងពេលចរចាមូលនិធិទាំងនោះទោះបីជារក្សានៅក្នុងកណីដើមឬត្រូវបានផ្ទេរក៏ដោយក៏ត្រូវតែបើកឲ្យប្រើប្រាស់ទាំងស្រុងសម្រាប់ការទូទាត់ទៅកាន់អ្នកទទួលផលចុងក្រោយនរណាម្នាក់ដែលត្រូវបានចាត់តាំងដោយធនាគារកណ្ដាលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ផងដែរសហរដ្ឋអាមេរិកសន្យានឹងចេញរាល់អាជ្ញាប័ណ្ណនិងការអនុញ្ញាតចាំបាច់នានាស្របទៅតាមរបៀបវិរៈនោះឯងទី12សហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ព្រមព្រៀងគ្នាថាយន្តការប្រតិបត្តិមួយនឹងត្រូវបានបង្កើតឡើងដើម្បីតាមដានការអនុវត្តប្រកបដោយជោគជ័យនៃ MOU នេះនិងអនុលោមតាមកិច្ចព្រមព្រៀងក្រោយពេលអនាគតទី13បន្ទាប់ពីចុះហត្ថលេខាលើ MOU នេះហើយនឹងផ្អែកលើការចាប់ផ្ដើមពីការអនុវត្តលក្ខខណ្ឌទី1ទី4ទី5ទី10និងទី11នៃ MOU នេះព្រមទាំងការបន្តអនុវត្តវិធានការទាំងនេះសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចាប់ផ្ដើមចរចាជុំវិញកិច្ចព្រមព្រៀងចុងក្រោយដោយផ្ដោតពិសេសទៅលើកថាខណ្ឌផ្សេងៗទៀតតែប៉ុណ្ណោះទី14កិច្ចព្រមព្រៀងចុងក្រោយនឹងត្រូវបានអនុម័តគាំទ្រដោយសេចក្តីសម្រេចដែលជាគោលបំណងកតេយុត្តរបស់ក្រុមហ៊ុនសន្តិសុខអង្គការសហប្រជាជាតិ UNESCO អរលោកស្រីអ្នកនាងកញ្ញាព័ត៌មានត្រូវបានបញ្ចប់អ្វីដែលសំខាន់នោះយើងកំពុងតែសប្បាយរីករាយក្រោយមានកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ដូច្នេះហើយយើងសង្ឃឹមថាអនាគតទៅខាងមុខសេដ្ឋកិច្ចរបស់យើងនឹងស្ទុះឡើងហើយប្រជាជនយើងក៏ដូចជាមនុស្សជាតិយើងគឺរស់នៅប្រកបដោយភាពស្ងប់សុខអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូនេះរហូតដល់ចប់សូមកុំភ្លេចជួយ Subscribe ឬក៏ Share ចែករំលែកដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ